កិច្ចជននិងសម្ដេចធិបតីស្វាគមន៍វីរៈកងទ័ពទាំង18រូបវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាពសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានផ្ញើសារសម្ដែងការស្វាគមន៍ការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនៅព្រឹកថ្ងៃពុធទី31ខែធ្នូនេះតាមច្រកព្រំដែនខេត្តប៉ៃលិនទាំងបណ្ដាញសង្គមសម្ដេចតេជោនិងសម្ដេចធិបតីបានបង្ហោះសារនៃការស្វាគមន៍ខ្លឹមសារដូចគ្នាបែបនេះថាសូមស្វាគមន៍យុទ្ធជនទាំង18រូបដែលបាននិវត្តន៍មកកាន់ជាតិមាតុភូមិវិញប្រកបដោយសុខសុវត្ថិភាពបើតាមក្រសួងការពារជាតិកម្ពុជាសង្ឃឹមយ៉ាងមុតមមថាការដោះលែងយុទ្ធិនទាំង18រូបនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់និងជឿទុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ